ดับผมมือโปรแม็กดำนี้มีปัญหาอะไรบ้างอันนี้คือจีการขนมบ่ดับผมมือโปรแม็กยังอันนี้คือจีมูลค่าแต่เธอเอาตัวซับนั้นมีปัญหาอะไรบ้างชิดโอเคหนึ่งสมัยปัญหาอะไรบ้างมีเชิญการไหนที่มุ้ยอาจจะใช้ยังเผอทะเลการไหนที่ปีอาจยังเผอเตยโจตักหรือก็การไหนมุ้ยเทียดคือวิธีเผยคนกองดองหรือก็ประปอนเพลิงขนมนังเต็มดองดำใบไอ้ดังการไหนจะบ้าต่อแต่เมื่อการจู่ๆต่างกันเนี่ยแต่บ่งล้อยังสัตว์แต่วัตถุพรูสันเมื่อถ้าตาวัตถุพรูดับผมมือโปรแม็กนี้คือเนื้อมีนอ่อนនេះដូចបងប្អូនបានឃើញអញ្ចឹងគឺវត្តប្រូ16 Pro Max នេះគឺនៅមានធម្មតាទេគ្រាន់ឃើញបែបនេះគឺជាងលេបទឹកមកតែម្ដងពីព្រោះដោយសារទូរស័ព្ទដែលមានវត្តប្រូភាគច្រើនកោះមកគឺឃើញស្អាតភ្លឹងតែម្ដងតោះទៅមើលទាំងអស់គ្នាថាតើខាងក្នុងស្អាតយ៉ាងណាដែរដំបងឡើយយើងដោះខ្សែគូតក្រោយមួយសិនមកហើយបន្ទាប់មកទៀតយើងដាក់ចូលគុំយើងដើម្បីកោះក្នុងក្រោយឲ្យចេញពីតួសម្រាប់ស៊េរី16នេះវារៀងខុសគេបន្តិចពីព្រោះដោយសារតែតើតងការកោះរបស់វាគឺយើងតម្រូវឲ្យកោះខាងក្នុងក្រោយដើម្បីយកម៉ាស៊ីនចេញបានប៉ុន្តែបើសិនជាយើងច្រឡំកោះអេក្រង់គឺយើងអាចយកបានតែអេក្រង់មួយតែប៉ុណ្ណោះហើយនេះគឺជាខាងក្នុងរបស់16 Pro Max យើងដូចបងប្អូនបានឃើញអញ្ចឹងគឺ16 Pro Max នេះគឺខ្ចីញ៉ាំតែម្ដងពីព្រោះដោយសារតែទូរស័ព្ទនេះគឺអត់ធ្លាប់មានអ្នកកោះទេអញ្ចឹងយើងជាមនុស្សទី1ដែលកោះអេក្រង់ហ្នឹងហើយសម្រាប់ទូរស័ព្ទស្អាតបែបនេះយើងធ្វើម៉េចប្រយ័ត្នឲ្យបានខ្ពស់ដើម្បីថែរក្សាភាពស្រស់ស្អាតជូនបងប្រុសវិញបន្ទាប់ពីកោះក្នុងក្រោយហើយយើងក៏បានយក speaker អុបលត្រជាចេញហើយនឹងយកម៉ាស៊ីនចេញដើម្បីយកមកជួសជុលលើផ្នែកសេវាសម្រាប់ការយកម៉ាស៊ីនចេញគឺយើងរៀនប្រយ័ត្នតិចពីព្រោះដោយសារក្រោមម៉ាស៊ីនមាន snap sensor មួយទៀតអញ្ចឹងបើសិនជាយើងអត់ប្រយ័ត្នទេគឺដាច់ snap sensor ហ្នឹងហើយនេះគឺជាម៉ាស៊ីន16 Pro Max របស់យើងគឺមិនធំទេគឺទូចមកល្មមធំជាងមេដៃបន្តិចទេមូលហេតុដែល iPhone អាចថែរក្សារាងទូចបែបហ្នឹងបានដោយសារតែ iPhone គឺគេយក2ជាន់យកមកធួនមកលើគ្នាតែម្ដងអញ្ចឹងសម្រាប់ការជួសជុលផ្នែកសេវានេះគឺយើងតម្រូវឲ្យពុះម៉ាស៊ីននឹងជា2បានយើងអាចជួសជុលផ្នែកសេវានឹងបាននេះគឺជាម៉ាស៊ីន iPhone ដែលយើងបន្ទាប់ពីពុះហើយដោយបងប្អូនបានឃើញអញ្ចឹងខាងក្នុងគឺមានច្រើនមែនទែនមានទាំង CPU មានទាំងកង់ដង់ឬក៏មានទាំង EC ជាច្រើនអញ្ចឹងសម្រាប់បញ្ហាហ្នឹងបើសិនជាឧទាហរណ៍មានបញ្ហាឆ្លងឬក៏ខូចណាមួយនៅក្នុងម៉ាស៊ីនហ្នឹងគឺយើងត្រូវតែពុះបានអាចជួសជុលបានហើយនេះគឺជាមូលហេតុដែលធ្វើឲ្យទូរស័ព្ទហ្នឹងមានបញ្ហាអស់សេវាអញ្ចឹងទូរស័ព្ទនេះហេងដែរយើងហើបត្រឹមតែបាត់ baseband ទេយើងគ្រាន់ recall ទៅអាចប្រើប្រាស់បានប៉ុន្តែបើសិនជាទូរស័ព្ទខ្លះគឺមានបញ្ហាធ្ងន់គឺដោយសារខូចដល់ baseband ខូចអីហ្នឹងគឺទាក់ទងនឹងការជួសជុលគឺជួសជុលអត់កើតទេអញ្ចឹងមានតែយើងប្រើដោយអត់មានសេវារហូតហើយនេះបន្ទាប់ពីយើង recall ហើយដូចបងប្អូនបានឃើញអញ្ចឹងគឺ iMe យើងអាចមើលឃើញធម្មតាហើយដាក់ SIM ស្គាល់ធម្មតាតែប៉ុណ្ណេះយើងឃើញលុយបដាហើយបន្ទាប់ពីឃើញប៉ុណ្ណឹងហើយយើងអត់តន់ចប់ទេពីព្រោះដោយសារតែបញ្ហានេះយើងត្រូវនៅផ្គុំវាចូលគ្នាទៀតហើយនឹងតេស្តគ្រប់ function ទាំងអស់ដើម្បីច្បាស់និងប្រកាសថាទូរស័ព្ទនេះអាចប្រើប្រាស់បានធម្មតាវិញហើយសម្រាប់ការតេស្តយើងមិនមែនតេស្តតែសេវាណាយើងតេស្តទាំងអស់មានទាំងកាមេរ៉ាមុខកាមេរ៉ាក្រោយមានទាំង scan មុខមានទាំង touch ឬក៏អីផ្សេងៗទៀតជាច្រើនអញ្ចឹងបើសិនជា function ទាំងអស់ហ្នឹងវាអូខេអស់ហើយអញ្ចឹងយើងដល់វគ្គមករៀបចំខាងក្រោយដើម្បីធ្វើម៉េចឲ្យស្អាតដូចដើមតែម្ដងសម្រាប់ការរៀបក្នុងក្រោយគឺអត់មានអីច្រើនទេអញ្ចឹងដំបូងឡើយយើងគ្រាន់តែរៀប waterproof មកសម្រាប់ waterproof នេះគឺយើងដាក់ប្រភេទ waterproof sin អញ្ចឹងវាអាចការពារធូលីនិងការពារទឹកបានល្អអាចសឹងបានថា90ទៅ97% ស្តៀង sin តែម្ដងនេះបន្ទាប់ពីបិទហើយគឺស្អាតបែបហ្នឹងឯងបន្ទាប់ពីបិទហើយយើងត្រូវចាប់ខ្នងក្រោយចូលនិងចាប់ប៉ាំងដៃចូលវិញបន្ទាប់ពីបិទហើយយើងត្រូវ check up មើលលើទូរស័ព្ទយើងម្ដងទៀតតើវាមានបញ្ហាស្នាមលើកាមេរ៉ាអត់ស្នាមលើកញ្ចក់អត់ឬក៏មានស្នាមប្រឡាក់ដីឬក៏ប្រឡាក់ប្រយោលដីអីផ្សេងអត់អញ្ចឹងឥឡូវយើងអូខេហើយស្អាតអស់ហើយអញ្ចឹងយើងបកទៅ waterproof ចេញមកសម្អាតតិចតួច check មើលកាមេរ៉ានិងតម្លាក់ក្នុងក្រោយចូលមករួចជាការស្រេចហើយអូផ្លិចមួយទៀតនៅខ្សែគូតក្រោយមួយទៀតតែផ្លិចដាក់ឲ្យភ្ញៀវចប់តែម្ដងខំប្រឹងព្យាយាមពីដើមដល់ចប់ធ្វើឲ្យស្អាតបែបនេះហើយចុងក្រោយទៅជាផ្លិចគឺ0ពងមាន់តែមកនេះគឺជាលទ្ធផលចុងក្រោយរបស់យើងដោយបងប្អូនបានឃើញអញ្ចឹងគឺតាក់ទងក្នុងក្រោយវិញគឺអឹបជាមួយតួស្អាតដូចដើមតែម្ដងមិនបាន 100% ក៏បាន 90% ជាងដែរពេលខ្លះអាចសឹងតែមើលឡើងដឹងហើយសម្រាប់ចំណុចកាមេរ៉ាវិញគឺស្អាតភ្លឹងតែម្ដងសូម្បីតែដីមួយគ្រាប់ក៏មានដែរគឺមាន2គ្រាប់ឡើងបន្ទាប់ពីយើងបានរៀបចំហើយយើងត្រូវតេស្ត waterproof ម្ដងទៀតអញ្ចឹងបងប្អូនសាកទាញមើលថាតើទូរស័ព្ទយើងបន្ទាប់ពីជួសជុលហើយតើនៅសល់ waterproof ទៀតអត់អញ្ចឹងតោះមកតេស្តទាំងអស់គ្នាឈិតអូខេឥឡូវតាក់ទងពី16 Pro Max យើងគឺនៅមាន waterproof ធម្មតាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយណាបាយបាយ